សំឡេងសិក្សាព្រះបន្ទូលសូមជូនអត្ថបទស្ដីអំពីអំពើបាបរបស់មនុស្សដោយលោកគ្រូម៉េង ហាំតុន ផែនដីនេះគួរឲ្យពេចពិលរមិលមើលហើយមនុស្សក៏ចង់រស់នៅលើវារហូតទៅតែជាអកុសលមនុស្សត្រូវស្លាប់ជាអាសាបង់ឥតន័យទៅវិញហើយដូចម្ដេចបានជាព្រះបានបង្កើតមនុស្សមកហើយត្រូវឲ្យស្លាប់ទៅវិញដូច្នេះបាទសំណួរនេះល្អណាស់ដូច្នេះខ្ញុំសូមឆ្លើយនឹងសំណួរនេះដោយសង្ខេបខ្លីៗជាមុនសិនចម្លើយទី1បើមិនបានជឿព្រះដើម្បីយល់អំពីជីវិតនេះឲ្យបានច្បាស់លាស់ទេនោះជីវិតនេះមើលទៅដូចជាស្លាប់ទៅវិញជាអាសាបង់ឥតប្រយោជន៍មែនប៉ុន្តែនៅមានលើសពីនេះទៅទៀតយើងនឹងឃើញនៅក្នុងមេរៀនខាងក្រោមនេះចម្លើយទី2ជីវិតមនុស្សម្នាក់ៗល្អហើយមានតម្លៃឥតគណនាប៉ាន់ស្មានតម្លៃមិនបាននោះមិនប្រកាសជាស្លាប់ជាអាសាបង់ឥតន័យនោះទេប្រសិនបើយើងយកចិត្តទុកដាក់យល់ពីបំណងប្រហារតីរបស់ព្រះដែលបង្កើតជីវិតមនុស្សមកដូច្នោះសូមតាមយល់អត្ថបទព្រះបន្ទូលជាមួយយើងតទៅទៀតយើងបានដឹងហើយនៅមេរៀនទី1ថាព្រះបានបង្កើតមនុស្សមកមិនមែនឲ្យដូចជាសត្វឬដូចជាគ្រឿងយន្តដែលប្រព្រឹត្តទៅបានទាល់តែមានអ្នកបញ្ជានោះទេគឺព្រះទ្រង់សពប្រហារតីឲ្យមនុស្សមានសេរីភាពក្នុងការសម្រេចចិត្តក្នុងការជ្រើសរើសដូច្នេះហើយបានជាទ្រង់ដាំដើមឈើដឹងខុសត្រូវហើយហាមមនុស្សមិនឲ្យបេះឬប៉ះពាល់សោះឡើយបើទទួលទាននោះនឹងត្រូវស្លាប់ជាមិនខានដូចជាបានចែងទុកក្នុងគម្ពីរលោកុបាទជំពូក2ពីខ16ដល់ខ17ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បង្គាប់ទៅអាដាមថាឯងនឹងស៊ីផ្លែឈើទាំងអស់ក្នុងសួនច្បារនេះបានតាមចិត្តតែឯត្រង់ដើមដឹងខុសត្រូវនោះមិនត្រូវឲ្យឯងស៊ីផលឡើយត្បិតនៅថ្ងៃណាដែលឯងស៊ីនោះនឹងត្រូវស្លាប់ជាមិនខានសូមបញ្ជាក់ថាដើមដឹងខុសត្រូវនេះគឺជាដើមម្យ៉ាងដែលទទួលទានផ្លែវាទៅនាំឲ្យមានចំណេះចេះដឹងមានប្រាជ្ញាឆ្លាតវាងវៃអាចស្វែងយល់ដឹងហើយអាចសម្រេចចិត្តថាអ្វីខុសឬអ្វីត្រូវដោយគំនិតយោបល់ខ្លួនឯងមិនមែនមានន័យថាមនុស្សយល់ដឹងឬស្គាល់អ្វីដែលខុសឬអ្វីដែលត្រូវពិតប្រាកដនោះទេផ្ទុយទៅវិញមនុស្សលែងដឹងខុសត្រូវពិតប្រាកដហើយព្រោះគេដណ្ដើមគ្នាយកតែត្រូវដូច្នេះហើយបានជាមនុស្សទាស់តែគ្នាឥតឈប់ឈរសោះតើមនុស្សត្រូវសម្រេចចិត្តយ៉ាងណាក្នុងការជ្រើសរើសនេះសូមអានជំពូក3ពីខ1ដល់ខ8នៅក្នុងជំពូកបន្ទាប់នេះយើងនឹងឃើញថាមនុស្សត្រូវសម្រេចចិត្តយ៉ាងណាហើយសូមអានឯពស់ជាសត្វចេះឧបាយកលលើសជាងអស់ទាំងសត្វព្រៃដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានបង្កើតវានិយាយទៅកាន់ស្ត្រីថាតើព្រះមានបន្ទូលហាមមិនឲ្យអ្នកបរិភោគផ្លែឈើណានៅក្នុងសួនច្បារមែនឬស្ត្រីឆ្លើយតបថាយើងបរិភោគអស់ទាំងផ្លែឈើនៅក្នុងសួនច្បារបានតែត្រង់ដើមឈើមួយដែលនៅកណ្ដាលសួនច្បារនោះព្រះទ្រង់មានបន្ទូលថាកុំឲ្យបរិភោគផ្លែនោះឡើយថែមទាំងកុំឲ្យពាល់ប៉ះផងក្រែងលោស្លាប់រួចពស់ក៏និយាយទៅស្ត្រីថាអ្នកមិនស្លាប់ជាពិតមែនទេត្បិតព្រះទ្រង់ជ្រាបថានៅថ្ងៃណាដែលអ្នកបរិភោគនោះភ្នែកអ្នកនឹងបានភ្លឺឡើងហើយអ្នកនឹងបានដូចជាព្រះដែរព្រមទាំងដឹងការខុសត្រូវផងកាលស្ត្រីបានឃើញថាផ្លែឈើនោះបរិភោគបានក៏ជាទីគាប់ដល់ភ្នែកហើយជាដើមដែលល្មមគួរនឹងចង់បានដើម្បីឲ្យបានប្រាជ្ញានោះនាងក៏យកផ្លែមកបរិភោគព្រមទាំងចែកឲ្យដល់ប្តីដែរគាត់ក៏បរិភោគតាមនោះស្រាប់តែភ្នែករបស់អ្នកទាំងពីរបានភ្លឺឡើងហើយគេដឹងថាខ្លួននៅជាអាក្រាតក៏យកស្លឹកល្វាមកខ្លះធ្វើជាប្រដាប់ពឹងរួចមកបានឮសំឡេងព្រះយេហូវ៉ាដែលទ្រង់យាងក្នុងសួនច្បារនៅពេលថ្ងៃល្ហើយ
នោះអាដាមនិងប្រពន្ធគាត់ក៏ពួននឹងព្រះយេហូវ៉ាដ៏ជាព្រះនៅកណ្ដាលដើមឈើក្នុងសួនច្បារ នៅពេលនេះមនុស្សត្រូវចាញ់កលល្បួងរបស់អារក្ស អារក្សគឺជាអារក្សសាតាំងជាមហាទេវតាក្បន់ដែលព្រះបានដេញទម្លាក់ពីឋានសួគ៌មក ចំណែកឯអារក្សដែលមនុស្សសែនព្រេនសប្តាហ៍ថ្ងៃនេះគឺគ្រាន់តែជាកូនចៅបរិវាររបស់សាតាំងប៉ុណ្ណោះដោយស្ដាប់ទៅពីរោះហើយជាទីគាប់ភ្នែករបស់ខ្លួននោះមនុស្សក៏យល់ស្របជាមួយនឹងអារក្សលែងគិតពីបណ្ដាំព្រះលែងស្ដាប់បង្គាប់ព្រះមនុស្សក៏បានទទួលទានផ្លែដឹងខុសត្រូវតាមអារក្សរំពេចនោះភ្នែកគេក៏បានភ្លឺភ្លាមគឺចង់និយាយអំពីភ្នែកប្រាជ្ញារបស់គេដែលបានភ្លឺគឺគេអាចមានយោបល់ថាអ្វីខុសអ្វីត្រូវមិនមែនព្រះបង្កើតមនុស្សមកមានភ្នែកខ្វាក់ឬភ្នែកមើលមិនឃើញនោះទេការមិនស្ដាប់បង្គាប់ព្រះនេះឯងជាអំពើបាបដែលនាំមកនៅសេចក្តីស្លាប់ដោយព្រះបានមានបន្ទូលប្រាប់មនុស្សរួចជាស្រេចមកហើយមើលឥឡូវនេះភ្នែកប្រាជ្ញារបស់មនុស្សបានភ្លឺហើយគេដឹងថាខ្លួនគេនៅអាក្រាតហើយគេចេះខ្មាស់ហើយគេចេះខ្ទាស់ស្លឹកឈើគ្របបាំងគេខ្មាស់របស់គេទៀតផងសេចក្តីស្លាប់នេះគឺបានទទួលផលវិបាកពីរយ៉ាងទី1ផ្នែកព្រលឹងវិញ្ញាណគឺដាច់ទំនាក់ទំនងល្អជាមួយនឹងព្រះខ្លាចលែងហ៊ានជួបព្រះទៀតគេបែរជានាំគ្នារត់ពួននៅពេលដែលបានឮសំឡេងព្រះដែលនាំឲ្យមនុស្សជំនាន់ក្រោយទៀតលែងស្គាល់ព្រះតែម្ដងទី2គឺផ្នែកសាច់ឈាមពិសពុលនៃផ្លែដឹងខុសត្រូវបានធ្វើឲ្យសរីរាង្គរូបកាយរបស់មនុស្សទ្រុឌទ្រោមបន្តិចម្ដងទៅជាចាស់ឈឺហើយស្លាប់ជាអវសានមេរោគអំពើបាបនេះបានឆ្លងរាលដាលបន្តពូជរៀងរហូតមកដល់មនុស្សសព្វថ្ងៃនេះប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ព្រលឹងរបស់មនុស្សជារបស់អមតៈដែលបានចេញពីព្រះមកនោះមិនចេះស្លាប់ទេគឺបន្តរស់តទៅទៀតឬមួយបន្តរស់ដោយសុខសាន្តនៅឋានឃុំព្រលឹងរបស់មនុស្សរស់ប្រសិនបើបានលន់តួបាបទទួលជឿព្រះពុំនោះទេគេនឹងធ្លាក់ចុះទៅឋានឃុំព្រលឹងមនុស្សស្លាប់ហើយបន្តរស់នៅទីនោះទាំងក្តៅក្រហល់ក្រហាយរងទុក្ខវេទនារងចាំថ្ងៃជំនុំជម្រះអំពីព្រះនៅពេលអនាគតគឺនៅពេលដែលព្រះយេស៊ូវគ្រីស្ទយាងត្រឡប់មកវិញជាលើកទី2លើសពីនេះព្រះគម្ពីរបានបញ្ជាក់បន្ថែមពីផលវិបាកខ្លះទៀតដែលមនុស្សបានទទួលអំពីអំពើបាបសូមអានព្រះគម្ពីរលោកុបាទដដែលចំពុក3ខ9ដល់ខ21ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ហៅរកអាដាមដោយបន្ទូលថាឯងនៅឯណាគាត់ទូលឆ្លើយថាទូលបង្គំបានឮសំឡេងទ្រង់នៅក្នុងសួនច្បារក៏រត់ទៅពួនដោយនឹកភ័យខ្លាចពីព្រោះនៅខ្លួនទទេនោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលសួរថាតើអ្នកណាប្រាប់ឲ្យឯងដឹងថាឯងនៅខ្លួនទទេដូច្នេះតើឯងបានស៊ីផ្លែឈើដែលអញហាមមិនឲ្យឯងស៊ីឬអីអាដាមទូលទ្រង់ថាស្ត្រីដែលទ្រង់បានប្រទានឲ្យនៅជាមួយនឹងទូលបង្គំវាឲ្យផ្លែឈើនោះមកទូលបង្គំក៏ទទួលទានទៅរួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលសួរទៅស្ត្រីថាឯងបានធ្វើអ្វីដូច្នេះនាងទូលឆ្លើយថាពោះវាមកលបងបញ្ឆោតខ្ញុំម្ចាស់ហើយខ្ញុំម្ចាស់បានទទួលទានរួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលទៅពស់ថាដោយព្រោះឯងបានធ្វើដូច្នេះនោះនៅក្នុងអស់ទាំងពួកសត្វស្រុកសត្វព្រៃឯងជាសត្វត្រូវបណ្ដាសាហើយគឺឯងត្រូវលូនតែនឹងពស់ហើយត្រូវស៊ីធូលីដីអស់មួយជីវិតអញនឹងធ្វើឲ្យឯងហើយនឹងស្ត្រីគឺទាំងពូជឯងនិងពូជនាងមានសេចក្តីខ្មាំងនឹងគ្នាពូជនាងនឹងកិនក្បាលឯងហើយឯងនឹងចឹកកែងជើងគេទ្រង់ក៏មានបន្ទូលទៅស្ត្រីវិញថាអញនឹងចម្រើនឲ្យឯង
មានសេចក្តីព្រួយលំបាកជាច្រើនឡើងក្នុងវេលាដែលមានផ្ទៃពោះឯងនឹងបង្កើតកូនដោយឈឺចាប់ចិត្តឯងនឹងប្រាថ្នាខាងឯប្តីហើយប្តីនឹងត្រួតត្រាលើឯងរួចទ្រង់ក៏មានបន្ទូលទៅអាដាមថាដោយព្រោះឯងបានស្ដាប់តាមប្រពន្ធឯងហើយស៊ីផ្លែឈើដែលអញបានហាមមិនឲ្យស៊ីឡើយនោះដីត្រូវបណ្ដាសាដោយព្រោះឯងត្រូវរកស៊ីពីដីដោយនឿយហត់អស់មួយជីវិតដីនឹងដុះជាបន្លាហើយនឹងអញ្ចាញឲ្យឯងត្រូវស៊ីអស់ទាំងតិនិជាតិដែលដុះនៅស្រែចម្ការឯងនឹងបានអាហារស៊ីដោយការបែកញើសដល់រាប់ដល់ឯងត្រឡប់ទៅជាដីវិញពីព្រោះអញបានយកឯងពីដីមកត្បិតឯងជាធូលីដីក៏ត្រូវត្រឡប់ទៅជាធូលីដីវិញអាដាមបានឲ្យឈ្មោះប្រពន្ធគាត់ថាអេវ៉ាពីព្រោះនាងជាម្ដាយនៃមនុស្សទាំងអស់នោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ក៏ធ្វើអាវពីស្បែកឲ្យអាដាមនិងប្រពន្ធគាត់ពាក់បិទបាំងកាយមើលឥឡូវនេះមនុស្សគេមានប្រាជ្ញាឆ្លាតមែនទែនគេឥតព្រមទទួលកំហុសដែលគេបានប្រព្រឹត្តទេគេចេះចង្អុលបន្ទោសអ្នកដទៃទៀតតែគេឥតបានរួចខ្លួនទេអ្នកធ្វើបាបត្រូវតែទទួលទណ្ឌកម្មមនុស្សសប្តាហ៍ថ្ងៃនេះទោះតែយើងមិនបានចូលរួមប្រព្រឹត្តកំហុសដើមនេះក៏ពិតមែនតែមេរោគបាបនៅក្នុងខ្លួនយើងធ្វើឲ្យយើងចង់តែធ្វើបាបយើងអាចបន្ទោសដូនតាដើមរបស់យើងបានប៉ុន្តែវាជាការឥតប្រយោជន៍មិនជួយយើងឲ្យរួចពីបាបឬរួចពីទណ្ឌកម្មនោះទេដូនតាដើមរបស់យើងនោះគាត់ក៏បានចង្អុលបន្ទោសគ្នាពីមួយទៅមួយរួចហើយដែរតែឥតបានរួចខ្លួនទេព្រោះទណ្ឌកម្មដែលយើងទទួលនេះមិនមែនដោយសារកំហុសដែលគាត់បានប្រព្រឹត្តរួចជាយូរលង់នោះមកហើយទេតែយើងទទួលទោសដោយសារការប្រព្រឹត្តបាបថ្មីៗក្នុងជីវិតយើងសប្តាហ៍ថ្ងៃនេះឯងចំណែកឯព្រះវិញទោះតែទ្រង់ស្ដីបន្ទោសដាក់ទណ្ឌកម្មដល់មនុស្សបន្តិចបន្តួចក៏ពិតមែនតែទ្រង់នៅតែអាណិតហើយស្រឡាញ់គេមើលទ្រង់បានធ្វើឲ្យស្បែកឲ្យគេដើម្បីបិទបាំងខ្លួនព្រោះទ្រង់បានដឹងយ៉ាងច្បាស់ថាស្លឹកឈើមិនអាចបិទបាំងគេឲ្យជិតជាអចិន្ត្រៃយ៍បានទេនេះក៏បានចង្អុលដល់គម្រោងការរបស់ទ្រង់គឺត្រូវតែមានឈាមជាយ៉ាញ់បូជាដើម្បីគ្របបាំងអំពើបាបរបស់មនុស្សមិនត្រឹមតែបែកចេញពីព្រះនិងរូបកាយត្រូវស្លាប់ប៉ុណ្ណោះទេអំពើបាបនេះបានផ្ដល់នូវផលវិបាកជាច្រើនទៀតគឺព្រះបានដេញមនុស្សចេញពីសួនច្បារអេដែនដែលពោរពេញទៅដោយផលផ្លែដ៏បរិបូរណ៍មិននឿយហត់នឹងកាប់គាស់ដើម្បីបង្កើនផលទេឥឡូវនេះមនុស្សត្រូវធ្វើការបង្ហូរញើសដើម្បីចិញ្ចឹមជីវិតខ្លួនព្រោះដីត្រូវបណ្ដាសាដោយព្រោះអំពើបាបរបស់មនុស្សសូមកត់ចំណាំពាក្យថាដីត្រូវបណ្ដាសាក្នុងខ17ដល់ខ19ជាចំណុចសំខាន់ដែលតាក់ទងទៅនឹងមេរៀនខាងក្រោមទៀតនេះក៏ជាគម្រោងការរបស់ព្រះដើម្បីជួយសង្គ្រោះមនុស្សគឺមនុស្សត្រូវដេញចេញពីសួនច្បារព្រោះព្រះខ្លាចមនុស្សលូកដៃទាំងមានបាបទៅបេះផលដើមជីវិតទៀតនោះនឹងនាំឲ្យបាបមានជីវិតអស់កលដែលមិនអាចជួយសង្គ្រោះបានដូច្នោះហើយបានជាព្រះទ្រង់បានការពារដើមជីវិតយ៉ាងម៉ត់ចត់គឺមិនត្រូវឲ្យមនុស្សទទួលទានផ្លែជីវិតទាំងមានបាបនោះទេផលផ្លែជីវិតនេះបានអនុញ្ញាតឲ្យតែមនុស្សដែលបរិសុទ្ធឥតបាបប៉ុណ្ណោះគឺព្រះបានដាក់ដើមជីវិតនេះមកតាំងពីមុនមនុស្សមិនទាន់បានធ្វើបាបម្ល៉េះដើម្បីឲ្យគេមានការជ្រើសរើសតែមនុស្សបានជ្រើសរើសយកផ្លែដឹងខុសត្រូវជាជាងផ្លែជីវិតមនុស្សក៏ចេះតែបន្តអំពើបាបរបស់ខ្លួនពីចំនួនមួយតទៅចំនួនមួយទៀតតកូនតចៅហើយអំពើបាបនេះបានបង្កើតអំពើអាក្រក់ជាច្រើនទៀតតាមតែចិត្តប្រាថ្នាបាបរបស់គេរៀងៗខ្លួនក្នុងគម្ពីរលោកុបាទចំពុក4ពីខ1ដល់ខ10បានស្ដីអំពីអំពើបាបនេះសូមអានអាដាមក៏ស្គាល់អេវ៉ាជាប្រពន្ធហើយនាងមានទម្ងន់បង្កើតបានកាអ៊ីនរួចនាងនិយាយថាអញបានកូនប្រុសមួយដោយព្រះយេហូវ៉ាទ្រង់ប្រោសប្រទាននាងក៏បង្កើតបានអេបិលជាប្អូនទៀតឯអេបិលជាអ្នកគង្វាលវង្សសត្វ
តែកាអ៊ីនជាអ្នកធ្វើស្រែចម្ការវិញកន្លងក្រោយមកកាអ៊ីនបានយកផលដែលកើតពីដីមកថ្វាយជាដង្វាយដល់ព្រះយេហូវ៉ាហើយអេប៊ែលក៏ធ្វើដូចគ្នាគឺគាត់យកកូនជាដំបូងមួយពីវងសត្វមកថ្វាយព្រមទាំងខ្លាញ់វាផងរួចព្រះយេហូវ៉ាទ្រង់សពព្រះハរតីចំពោះអេប៊ែលនិងដង្វាយរបស់គាត់ណាតែមិនសពព្រះハរតីចំពោះដង្វាយរបស់កាអ៊ីនទេនោះកាអ៊ីនក៏ក្តៅក្រហាយហើយឡើងទឹកមុខក្រញ៉ូវព្រះយេហូវ៉ាទ្រង់មានបន្ទូលសួរកាអ៊ីនថាឯងខឹងធ្វើអីហេតុអ្វីបានជាឯងធ្វើទឹកមុខក្រញ៉ូវដូច្នេះបើឯងធ្វើល្អតើមិនបានទឹកមុខរីករាយវិញទេឬអីបើឯងធ្វើមិនល្អនោះមានដង្វាយលួសបាបដេកនៅមាត់ទ្វារស្រាប់ហើយចិត្តវានឹងបណ្ដោយតាមឯងហើយឯងមានអំណាចលើវាដែរកាអ៊ីនក៏ដំណើរប្រាប់ដល់អេប៊ែលជាប្អូនរួចមានកាលមួយថ្ងៃកំពុងដែលគេនៅឯវាលនោះស្រាប់តែកាអ៊ីនក្រោកឡើងសម្លាប់អេប៊ែលជាប្អូនទៅព្រះយេហូវ៉ាក៏មានបន្ទូលសួរកាអ៊ីនថាអេប៊ែលប្អូនឯងនៅឯណាគាត់ទូលឆ្លើយថាទូលបង្គំមិនដឹងទេតើទូលបង្គំជាអ្នកថែរក្សាប្អូនឬអីនោះទ្រង់មានបន្ទូលសួរថាឯងបានធ្វើអ្វីដូច្នេះពីព្រោះឮសូរសម្រែកនៃឈាមរបស់ប្អូនឯងពីដីឡើងទៅដល់អញហេតុអ្វីបានជាព្រះទ្រង់សពប្រហារតីដែលដង្វាយអេប៊ែលហើយមិនបានសពប្រហារតីនឹងដង្វាយកាអ៊ីនផងដូច្នេះបាទចម្លើយទៅសំណួរនេះពិបាកបន្តិចព្រោះព្រះបន្ទូលពុំបានបញ្ជាក់ឲ្យត្រង់ច្បាស់លាស់ពីហេតុផលដែលទ្រង់មិនសពប្រហារតីនឹងដង្វាយកាអ៊ីននោះទេប៉ុន្តែបើយើងសង្កេតពិនិត្យព្រះបន្ទូលឲ្យបានច្បាស់លាស់នោះយើងឃើញថាមានចំណុចពីរយ៉ាងសំខាន់ទីមួយយើងបានឃើញថាកាអ៊ីនបានយកផលដែលដុះកើតពីដីទៅថ្វាយព្រះហើយដីនេះជារបស់ដែលត្រូវបណ្ដាសាដូច្នោះឯងដែលព្រះទ្រង់មិនសពប្រហារតីតែទ្រង់បានឲ្យដំបូន្មានដល់កាអ៊ីនថាបើខុសហើយកុំធ្វើបាបព្រោះឯងមានអំណាចលើវាត្រូវកែឲ្យបានត្រូវវិញដើម្បីឲ្យបានសប្បាយគឺត្រូវយកដង្វាយល្អដែលដេកនៅមាត់ទ្វារចាំឯងស្រាប់ទី2ការនេះក៏បង្ហាញពីរូបភាពនៃគម្រោងការប្រហារតីព្រះសង្គ្រោះលួសបាបរបស់ទ្រង់គឺត្រូវមានតាក់ទងនឹងការបង្ហូរឈាមដែលត្រូវជាដង្វាយយ៉ាញ់បូជាដើម្បីលួសបាបរបស់យើងបើយើងសង្កេតបន្ថែមទៀតយើងឃើញថាអំពើបាបនេះបានបង្កើតចេញជាចិត្តច្រណែនខឹងកាប់សម្លាប់បងប្អូនឯងបើយើងមើលនៅក្នុងខបន្តទៅទៀតយើងឃើញថាកាអ៊ីននៅតែមិនទទួលកំហុសខ្លួនចំពោះព្រះទេហើយក៏មិនខ្ចីសុំទោសព្រះផងសូមអានតពីខ11ដល់ខ16ឥឡូវនេះឯងត្រូវដីដាក់បណ្ដាសាដោយបានទទួលឈាមនៃប្អូនពីដៃឯងកាលណាឯងធ្វើស្រែចម្ការនោះដីនឹងមិនបង្កើតផលឲ្យឯងដល់ពេញកម្លាំងទៀតទេឯងត្រូវសត្វព្រាត់ហើយអណ្ដែតទៅមកលើផែនដីវិញនោះកាអ៊ីនទូលទៅព្រះយេហូវ៉ាថាទោសរបស់ទូលបង្គំធ្ងន់ពេកណាស់នឹងទ្រាំទ្រមិនបានទេមើលនៅថ្ងៃនេះទ្រង់បានបណ្ដេញទូលបង្គំចេញពីស្រុកហើយដូច្នេះទូលបង្គំនឹងត្រូវនៅឃ្លាតពីទ្រង់ទៅហើយត្រូវសត្វព្រាត់អណ្ដែតទៅមកលើផែនដីរួចអស់អ្នកណាដែលឃើញទូលបង្គំគេនឹងសម្លាប់ទូលបង្គំបង់តែព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅគាត់ថាដូច្នេះបើអ្នកណាដែលសម្លាប់ឯងនោះនឹងត្រូវទោសមួយជា7សួនរួចព្រះយេហូវ៉ាទ្រង់ក៏ដៅចំណាំកាអ៊ីនដើម្បីកុំឲ្យអ្នកណាដែលឃើញគាត់បានសម្លាប់បង់ឡើយនោះកាអ៊ីនក៏ចេញពីចំពោះព្រះយេហូវ៉ាទៅនៅឯស្រុកណូតខាងកើតអេដែនទៅបើយើងស្ដាប់ព្រះបន្ទូលដែលយើងទើបនឹងបានលើអំបញ្ញមិញដោយពិនិត្យនោះយើងដឹងថាអំពើបាបបានឲ្យមនុស្សចេះច្រណែនគ្នាហើយកាប់សម្លាប់គ្នា
តាំងពីជំនាន់ទី1នៃពូជពង្សរបស់មនុស្សម្លេះមនុស្សនៅតែមិនស្គាល់កំហុសរបស់ខ្លួនគេមិនសុំទោសព្រះទេតែគេបែរជាតវ៉ានឹងព្រះវិញចំណែកព្រះវិញទ្រង់នៅតែអាណិតស្រឡាញ់មនុស្សទ្រង់មិនបានសម្លាប់គេចោលឬដាក់ទោសឲ្យធ្ងន់ធ្ងរនោះទេគឺគ្រាន់តែស្ដីបន្ទោសបន្តិចបន្តួចហើយដេញគេចេញពីស្រុកភូមិប៉ុណ្ណោះមិនតែប៉ុណ្ណោះទ្រង់ថែមទាំងដៅចំណាំការពារមិនឲ្យអ្នកដទៃសម្លាប់គេចោលទៀតគឺទ្រង់ទុកឱកាសឲ្យគេដើម្បីលន់តួបាបរបស់គេមនុស្សជំនាន់នេះក៏ទ្រង់ធ្វើដូចគ្នាទោះតែទ្រង់ដឹងថាមនុស្សខុសទោះធ្ងន់ឬស្រាលក្តីទ្រង់តែងតែទុកហើយបើកឱកាសឲ្យមនុស្សគ្រប់គ្នាមានឱកាសដើម្បីប្រែចិត្តលន់តួបាបរបស់ខ្លួនម្នាក់ៗដើម្បីឲ្យបានសង្គ្រោះនេះហើយដែលជាហេតុដែលបណ្ដាលឲ្យមនុស្សកាន់តែឆ្ងាយពីព្រះហើយច្រើនដំណោក្រោយមកក៏លែងស្គាល់ព្រះតែម្ដងអំពើបាបដែលមិនលន់តួនោះនឹងបណ្ដាលឲ្យមានសេចក្តីស្លាប់តើការសម្លាប់សត្វជាអំពើបាបឬទេបាទមុននឹងឆ្លើយនៅសំណួរដ៏ល្អនេះយើងត្រូវយល់ពាក្យថាធ្វើបាបជាមុនសិនពាក្យថាធ្វើបាបគឺធ្វើខុសឬធ្វើអាក្រក់គឺធ្វើខុសនឹងបណ្ដាំឬក្រឹតវិន័យដូច្នេះអ្វីដែលរាប់ថាជាអំពើបាបនោះគឺសម្រេចនៅលើការយើងនិយាយអំពីព្រះណាបើនិយាយខាងព្រះយេហូវ៉ាដែលជាព្រះអធិការដែលយើងកំពុងនិយាយនេះនោះការសម្លាប់សត្វដើម្បីទទួលទាននោះឥតមានបាបទាល់តែសោះព្រោះឥតបានខុសនឹងក្រឹតវិន័យរបស់ទ្រង់ទេផ្ទុយទៅវិញទ្រង់បានបង្កើតរបស់សពសារពើគឺសម្រាប់ការត្រូវការរបស់មនុស្សចំណែកឯសត្វក៏សម្រាប់ជាចំណីអាហាររបស់មនុស្សដែរនៅក្នុងគម្ពីរលោកុបាទដដែលចំពុក9ខ2រហូតដល់ខ6បានចែងថាឯគ្រប់ទាំងសត្វនៅផែនដីសត្វហើរលើអាកាសសត្វលូនវានៅដីនិងត្រីក្នុងសមុទ្រទាំងប៉ុន្មាននឹងកោតខ្លាចហើយស្ញប់ស្ញែងដល់ឯងរាល់គ្នាអញប្រគល់វាមកក្នុងអំណាចឯងហើយបណ្ដាសត្វទាំងប៉ុន្មានដែលកំរើកហើយនៅរស់នោះនឹងបានជាអាហារដល់ឯងដូចជាតិណជាតិទាំងអស់ដែលអញបានឲ្យដល់ឯងនោះដែរតែសាច់ណាដែលនៅមានជីវិតគឺជាឈាមនោះកុំឲ្យបរិភោគឡើយរីឯជីវិតមនុស្សវិញបើអ្នកណាយកជីវិតគេនោះអញនឹងទាឈាមដែលជាជីវិតរបស់អ្នកនោះជាមិនខានអញនឹងទាឈាមអ្នកនោះដោយសារអស់ទាំងសត្វហើយដោយសារដៃរបស់មនុស្សគឺដោយសារដៃរបស់បងប្អូននៃអ្នកដែលស្លាប់នោះផងអ្នកណាដែលកំចៃឈាមរបស់មនុស្សនោះឈាមអ្នកនោះនឹងត្រូវខ្ចាយដោយសារមនុស្សដែរត្បិតព្រះទ្រង់បានបង្កើតមនុស្សឲ្យដូចជារូបអង្គទ្រង់ដូច្នេះបើយល់ទៅតាមព្រះបន្ទូលដែលយើងបានលើអំបញ្ញមិញនេះការសម្លាប់សត្វមិនបានខុសនឹងក្រឹតវិន័យរបស់ព្រះទេតែខុសនឹងពុទ្ធឱវាទគឺគ្រាន់តែខុសនឹងបណ្ដាំរបស់ព្រះពុទ្ធប៉ុណ្ណោះប៉ុន្តែមិនត្រូវជាប់មានទណ្ឌកម្មឡើយព្រោះព្រះពុទ្ធឥតមានអំណាចដាក់ទណ្ឌកម្មនោះទេទ្រង់គ្រាន់តែជាគ្រូណែនាំមនុស្សឲ្យធ្វើល្អតាមទ្រង់ប៉ុណ្ណោះក្នុងព្រះពុទ្ធសាសនាបានគ្រាន់តែដឹងថាអំពើបាបត្រូវទទួលទណ្ឌកម្មពីយមរាជប៉ុណ្ណោះឥតបានដឹងថាអ្នកណាជាអ្នកមានអំណាចសម្រេចទណ្ឌកម្មនេះទេការបង្រៀនរបស់ព្រះពុទ្ធសាសនាមិនគ្រាន់តែអ្នកដែលបានសម្លាប់សត្វនោះប៉ុណ្ណោះទេដែលត្រូវទទួលបាបប៉ុន្តែអ្នកដែលបានទទួលទានសត្វដែលគេបានសម្លាប់ហើយនោះក៏ត្រូវទទួលចំណែកបាបនោះគឺអ្នកនោះបានរួមចំណែកហេតុដែលនាំឲ្យគេសម្លាប់សត្វនោះដែរដូច្នេះតើមនុស្សម្នាក់ត្រូវធ្វើបុណ្យប៉ុន្មានទៅដើម្បីរួចបាបក្នុងការទទួលទានហូបចុកសាច់ប្រចាំជាអាហារនោះចំណែកឯព្រះយេហូវ៉ាជាព្រះអធិការក្នុងជំនឿរបស់គ្រីស្ទានវិញសត្វបានបង្កើតមកសម្រាប់ជាចំណីអាហាររបស់មនុស្សគ្រាន់តែទ្រង់ហាមមិនឲ្យទទួលទានសាច់ឆៅដែលនៅមានឈាមប៉ុណ្ណោះតែទ្រង់បានហាមដាច់ខាតមិនឲ្យសម្លាប់មនុស្សដូចគ្នាបើអ្នកណាបំពាននឹងត្រូវមានទោសជាមិនខានដូច្នោះការសម្លាប់សត្វឥតត្រូវបានទទួលទណ្ឌកម្មទេ
ទោះតែខុសនឹងក្រឹតវិន័យរបស់ព្រះពុទ្ធក៏ដោយគ្រាន់តែសូមបញ្ជាក់ថាអ្នកជឿព្រះពុទ្ធសាសនាត្រូវទទួលទណ្ឌកម្មផ្នែកសតិអារម្មណ៍ប៉ុណ្ណោះគឺដឹងថាខ្លួនបានធ្វើបាបហើយអារម្មណ៍ភ័យខ្លាចបាបនេះជួនកាលអាចនៅចងចាំរហូតដល់ថ្ងៃស្លាប់របស់ខ្លួនក៏មានតែឥតត្រូវជាប់ទោសផ្នែកព្រលឹងវិញ្ញាណពីការសម្លាប់សត្វនេះទេតែប្រហែលជាមានទោសរឿងផ្សេងវិញព្រោះមនុស្សគ្រប់ទាំងសាសនាត្រូវជាប់ជំនុំជម្រះនៅថ្ងៃមួយដោយព្រះជាម្ចាស់លើទាំងអស់លើកលែងតែអ្នកបានកាត់ទោសជាប់ឆ្កាងជាមួយព្រះគ្រិស្តរួចហើយនោះដែលមិនត្រូវជំនុំជម្រះទៀតទេបើយើងពិចារណាបន្ថែមពីរឿងសម្លាប់សត្វនេះយើងឃើញថាព្រះពុទ្ធបានពឹងផ្អែកទៅលើអារម្មណ៍នេះជាធំគឺសត្វវាមានជីវិតមានកូនចៅវាបើសម្លាប់វានោះគួរឲ្យអាណិតអាសូរអាណោចអាធមខ្លាំងណាស់នេះឯងដែលមនុស្សបានទទួលយល់ថាជាការត្រឹមត្រូវនោះឯងតែចំណែកឯព្រះជាអ្នកបង្កើតសត្វមកគឺដើម្បីឲ្យមនុស្សបានទទួលជីវជាតិគ្រប់គ្រាន់ដើម្បីរស់នៅមនុស្សមិនអាចទៅទទួលទានស្មៅត្រង់តែម្ដងទេដូច្នោះហើយបានជាព្រះបង្កើតសត្វគោឬសត្វដទៃមកដើម្បីឲ្យមនុស្សបានទទួលសាច់គោឬសាច់សត្វដទៃនោះដែលមានជីវជាតិស្មៅក្នុងសាច់របស់វាដើម្បីជួយឲ្យមនុស្សមានកម្លាំងដែរនេះជាសេចក្តីពិតដែលមិនអាចប្រកែកបានព្រោះព្រះបានបង្កើតវាមកឲ្យវាមានជីវិតមែនតែឥតមានព្រលឹងទេគឺព្រះទ្រង់បង្កើតវាមកដើម្បីជាជំនួយដល់មនុស្សប៉ុណ្ណោះដូចជាយើងបានឮព្រះបន្ទូលរួចមកហើយថាមានតែការសម្លាប់មនុស្សមួយប៉ុណ្ណោះដែលត្រូវទទួលទណ្ឌកម្មតើមានមធ្យោបាយណាអាចជួយឲ្យបានរួចពីបាបឬរួចពីសេចក្តីស្លាប់បានទេដូចយើងបានឮជាបន្តបន្ទាប់មកហើយថាក្រោយពីមនុស្សបានធ្វើបាបហើយមនុស្សឥតបានលន់តួសុំទោសបាបរបស់ខ្លួនចំពោះព្រះទេផ្ទុយទៅវិញគេនាំគ្នារត់ពួនគេចពីព្រះឬតវ៉ាឬបែរជាបន្ទោសគេដទៃវិញហើយបន្តអំពើបាបរបស់ខ្លួនតទៅទៀតដូច្នោះមនុស្សម្នាក់ត្រូវលន់តួទោសបាបរបស់ខ្លួនដល់ព្រះជាអម្ចាស់គឺព្រះនាមព្រះយេស៊ូវគ្រីស្ទនោះព្រលឹងអ្នកនោះនឹងត្រូវបានអត់ទោសហើយទ្រង់នឹងទទួលព្រលឹងជាកូនរបស់ទ្រង់ផងនៅក្នុងព្រះគម្ពីរយូហានចំពុក1ខ11ដល់13បានចែងថាទ្រង់បានយាងមកគង់នៅផែនដីរបស់ទ្រង់តែរាជទ្រង់មិនបានទទួលទ្រង់សោះប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់នោះទ្រង់បានប្រទានអំណាចឲ្យបានត្រឡប់ជាកូនព្រះគឺជាកូនដែលមិនមែនកើតមកពីឈាមឬតាមប្រាថ្នាខាងរូបសាច់ឬតាមចំណង់នៃមនុស្សឡើយគឺកើតមកអំពីព្រះវិញដូចជាយើងបានឮព្រះបន្ទូលអំបញ្ញមិញគឺព្រះយេស៊ូវដែលជាព្រះនេះឯងដែលចុះពីឋានសួគ៌មកដើម្បីឲ្យអស់អ្នកណាដែលទទួលជឿទ្រង់នោះទ្រង់នឹងទទួលយកជាកូនទ្រង់ដូច្នោះឯងបានជាទ្រង់បានបង្កើតមនុស្សមកឲ្យដូចជាអង្គទ្រង់នេះហើយជាប្រហារតីរបស់ព្រះគឺកូនខាងអាយវិញ្ញាណមិនមែនខាងសាច់ឈាមទេព្រោះសាច់ឈាមវាត្រូវស្លាប់ទៅវិញជាដីព្រោះវាជារបស់ត្រូវបណ្ដាសាប៉ុន្តែចំណែកឯសាច់ឈាមវិញនោះគ្មានផ្លូវណាអាចជួយបានទេព្រោះពឹសពុលរបស់ផ្លែដឹងខុសត្រូវមានឥទ្ធិពលចូលទៅក្នុងសាច់ឈាមនិងសរីរាង្គរបស់មនុស្សហើយក៏ឆ្លងតកូនតចៅរហូតមកគឺវាត្រូវតែស្លាប់ព្រោះវាកើតអំពីដីដែលត្រូវបណ្ដាសាដូច្នោះវាត្រូវតែត្រឡប់ទៅជាដីវិញហើយព្រះទ្រង់ក៏សពប្រហារតីនឹងត្រូវផ្លាស់ប្ដូររូបកាយនេះជាថ្មីវិញដើម្បីទៅគ្រងមរតកនៅនគរឋានសួគ៌ឥឡូវនេះជាឱកាសល្អបំផុតសម្រាប់មនុស្សម្នាក់ទទួលជឿដល់ព្រះយេស៊ូវគ្រីស្ទដោយពេលវេលាមិនទាន់ហួសនៅឡើយក្នុងព្រះគម្ពីរយូហានចំពុក3ខ16ដល់18បានចែងថាត្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះមិនត្រូវវិនាសឡើយគឺឲ្យមានជីវិតអស់កលជានិច្ចវិញពីព្រោះព្រះទ្រង់មិនបានចាត់
ព្រះរាជបុត្រាទ្រង់ឲ្យមកក្នុងលោកីយ៍ដើម្បីនឹងជំនុំជម្រះលោកីយ៍នោះទេគឺឲ្យលោកីយ៍បានសង្គ្រោះដោយសារទ្រង់វិញឯអ្នកណាដែលជឿដល់ទ្រង់នោះមិនជាប់មានទោសទេតែអ្នកណាដែលមិនជឿវិញនោះត្រូវមានទោសហើយពីព្រោះមិនបានជឿដល់ព្រះនាមនៃព្រះរាជបុត្រាតែមួយរបស់ព្រះពាក្យថាជីវិតអកលចនិចក្នុងខ16គឺជាជីវិតដែលរស់នៅដោយសុខសាន្តនៅឯឋានសួគ៌ជាមួយព្រះអម្ចាស់ដោយមិនចេះស្លាប់ព្រលឹងរបស់មនុស្សទាំងអស់ជាខ្យល់ដង្ហើមជីវិតដែលចេញអំពីព្រះមកនោះនឹងរស់រហូតមិនចេះស្លាប់ដូចគ្នាតែបើរស់នៅក្រៅពីឋានសួគ៌នោះគេមិនប្រើពាក្យថាជីវិតអកលចនិចទេគឺតួអង្គព្រះយេស៊ូវនេះហើយដែលទ្រង់មកសគត់នៅលើឈើឆ្កាងដើម្បីបង្ហូរព្រះលោហិតលួសបាបមនុស្សយើងគឺជាឈាមយ៉ាញ់បូជាដើម្បីលួសបាបដែលបានចង្អុលប្រាប់យើង2ដងនៅក្នុងមេរៀននេះអ្វីត្បិតតែរឿងនេះហាក់បីដូចជាមិនសូវទំនងសម្រាប់មនុស្សខ្លះប៉ុន្តែសមហេតុសមផលល្មមឲ្យមនុស្សទទួលយល់បានពីដំណើរដែលមនុស្សកើតមកមិនជឿព្រះហើយនឹងហេតុដែលបណ្ដាលឲ្យមនុស្សជួបនឹងសេចក្តីស្លាប់នេះក្រៅអំពីព្រះគម្ពីរបរិសុទ្ធនេះមិនមានសៀវភៅណាឬគម្ពីររបស់សាសនាណាបាននិយាយអំពីអំពើបាបនិងសេចក្តីស្លាប់ឲ្យបានច្បាស់លាស់ដូចនេះទេព្រោះគ្មានអ្នកណាម្នាក់អាចដឹងពីការនេះបានឡើយក្រៅពីព្រះមួយអង្គប៉ុណ្ណោះកំណត់សម្គាល់គោលសំខាន់ក្នុងមេរៀន1មនុស្សមិនស្ដាប់បង្គាប់ព្រះនាំឲ្យមានបាបហើយបាបនោះនាំមកនៅសេចក្តីស្លាប់ឯសេចក្តីស្លាប់នេះនាំឲ្យដាច់ទំនាក់ទំនងជាមួយនឹងព្រះផ្នែកព្រលឹងវិញ្ញាណឯសាច់ឈាមត្រូវស្លាប់ទៅជាដីវិញ2ការសម្លាប់សត្វឥតមានបាបទេព្រោះព្រះបានបង្កើតវាមកឥតមានវិញ្ញាណទេហើយវាសម្រាប់ជាចំណីអាហាររបស់មនុស្សផងចំពោះអ្នកមានជំនឿថាសម្លាប់សត្វបាបនោះគឺមានបាបតែក្នុងអារម្មណ៍ខ្លួនប៉ុណ្ណោះតែមិនត្រូវទទួលទណ្ឌកម្មពីព្រះអធិការទេមនុស្សត្រូវទទួលជឿហើយលន់តួបាបរបស់ខ្លួនដល់ព្រះយេស៊ូវគ្រីស្ទដើម្បីឲ្យបានរួចពីបាបហើយបានត្រឡប់ជាកូនព្រះដើម្បីទៅនៅឋានសួគ៌ជាមួយនឹងទ្រង់ពេលអស់ជីវិតពីលើផែនដីនេះទៅតើអស់លោកបងប្អូនបានដឹងថាខ្លួនមានបាបឬទេតើអស់លោកបងប្អូនបានដឹងថាព្រលឹងរបស់អស់លោកបងប្អូនត្រូវទៅនៅទីណាឬទេក្រោយពីចែកឋានចាកផែនដីនេះទៅតើអស់លោកបងប្អូនចង់ទទួលជឿព្រះយេស៊ូវដើម្បីឲ្យទ្រង់បានទទួលអស់លោកបងប្អូនជាកូនឬទេបើចង់នោះអស់លោកបងប្អូនអាចអធិដ្ឋានដោយស្ងាត់ៗនៅពេលណាក៏បានឬមួយក៏អាចចូលរួមអធិដ្ឋានជាមួយនឹងខ្ញុំតាមលំនាំបែបនេះសូមសម្របចិត្តតាមសេចក្តីអធិដ្ឋានអោព្រះបិតាដែលគង់នៅឋានសួគ៌ដ៏ខ្ពស់បំផុតទូលបង្គំជឿហើយថាទ្រង់ជាព្រះដែលជាម្ចាស់ឋានសួគ៌និងផែនដីនិងរបស់សពសារពើនៅលើផែនដីផងទូលបង្គំដឹងថាទូលបង្គំជាមនុស្សមានបាបសូមអត់ទោសបាបកំហុសឲ្យទូលបង្គំសូមអរព្រះគុណដែលទ្រង់បានមកជួយសង្គ្រោះទូលបង្គំនិងឲ្យទូលបង្គំបានស្គាល់ថាទ្រង់ជាព្រះដែលបង្កើតទូលបង្គំសូមអធិដ្ឋាននឹងទូលអង្វរដោយពឹងអាងក្នុងព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទអេមែនសូមព្រះទ្រង់ប្រទានពរដល់អស់លោកបងប្អូនជាបរិបូរណ៍យើងខ្ញុំសូមអរគុណអស់លោកបងប្អូនអ្នកស្ដាប់សូមព្រះទ្រង់ប្រទានពរដល់អស់លោកបងប្អូនជាបរិបូរណ៍សូមឲ្យកម្មវិធីនេះបានជាទីសរសើរដំកើងសិរីល្អដល់ព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទសូមកម្មវិធីនេះបានបំពេញនៅមហាបញ្ជាដែលថាដូច្នេះចូលទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសព្រមទាំងធ្វើបុណ្យជ្រមុជទឹក
ឲ្យដោយនៅព្រះនាមព្រះវរបិតាព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង សូមរងចាំស្ដាប់អត្ថបទក្រោយបន្តទៀត